ជំរាបសួរលោកគ្រូចឹងខ្ញុំមកធ្វើអំពី SAFS ដែលយើងនឹងនិយាយពីការ remote ទៅលើ mount ហើយមួយទៀតគឺ SAFS គឺនឹង remote over ទៅលើ SSH អញ្ចឹងជំហានដំបូងគឺយើងត្រូវមាន user 3ចឹងជំហានដំបូងគឺយើងត្រូវមាន user 3អញ្ចឹងuserគេចេញដល់ចឹងនេះគឺជា user យើងហ្នឹងចឹងមាន server 1 server 2 server 3ហើយនឹង user data ដែល user data នេះគឺជា SSH manager ចឹងវានឹងធ្វើការគ្រប់គ្រងទៅលើ data ទាំងអស់មិនថាការ share ឬក៏ការ mount ទេហើយមួយទៀតគឺ login ជាលក្ខណៈ SSH ដោយមិនចាំបាច់ប្រើ password អញ្ចឹងទៅអញ្ចឹងកាលណាយើងមាន3 user ហ្នឹងហើយជំហានបន្ទាប់គឺ user នីមួយៗដែលនៅក្នុង home directory ហ្នឹងគឺត្រូវមាន folder data អញ្ចឹងខ្ញុំទាថា server មួយខ្ញុំអញ្ចឹងមាន home អញ្ចឹងយើងមានជា data អញ្ចឹងមកថានេះគឺជា data អញ្ចឹងទៅអញ្ចឹងនៅក្នុង server 2ក៏មានអញ្ចឹងដូចគ្នាក្នុង server 2ក៏មានអញ្ចឹងដូចគ្នាហើយ server 3ក៏មានដូចគ្នាអញ្ចឹងបន្ទាប់មកគឺយើងត្រូវ generate SSH ចឹងសម្រាប់ SSH យើងអាច generate នៅក្នុង root user យើងបានទេដោយសារតែយើងប្រើទៅលើ server data ដើម្បីគ្រប់គ្រងទៅលើdata អញ្ចឹងអ្វីទាំងអស់គឺនៅក្នុង local server data នេះអញ្ចឹងមកថាយើងអាចមើល SSH អញ្ចឹងនេះគឺជា public key private key នេះ public key ដែលយើងបានបង្កើតហ្នឹងអញ្ចឹងយើងត្រូវការអាហ្នឹងដើម្បីធ្វើការ login ទៅកាន់server 1 server 2 server 3ឆ្លងកាត់ទៅលើSSH ចឹងវានៅ encrypt ចឹងវានឹងមាន security ជាងចឹងពេលយើងបង្កើត public key ហើយចឹងគឺ public key មានអីបាក់បង្កើតទេទីមួយគឺ sh.keychain ហើយយើងដាក់ឈ្មោះហ្នឹងទៅដាក់ឈ្មោះ sv1 ចឹងទៅមិនតែខ្ញុំបង្កើតហើយឬមួយក៏យើងធ្វើការងារមុនមកចឹងយើងមានជា sv1 key នេះស្រាប់ចឹងអាចយកមកប្រើបានហើយបន្តមកយើងនឹង copy អាហ្នឹងចូលទៅកាន់ server public key នីមួយហ្នឹងគេថា copy id .i ចូលទៅយក sv1 key នេះ public key ចូលទៅកាន់ server 1ហើយ IP ហ្នឹងទៅប៉ុន្តែដោយសារខ្ញុំ copy ហើយអញ្ចឹងយើងត្រូវ copy ចូល server 2 3ដែរហើយអញ្ចឹងបន្តមកយើងត្រូវបង្កើតទៅលើ local mount
folder អញ្ចឹងដើម្បីលខបង្កើតលើ local mount folder ទី1នៅក្នុង user data នេះតួនាទីរបស់ user data គឺអត់មានអីត្រូវបង្កើតfolder ឬក៏ delete folder ឬក៏ផលទៅលើ sudo អីទេអញ្ចឹងអានេះគឺគ្រាន់តែ manage ទៅលើ mount read data អីតែប៉ុណ្្នឹងទេអញ្ចឹងមួយយើងត្រូវ switch មក root user វិញដើម្បីធ្វើការបង្កើតទៅលើ mount local mount យើងឲ្យ sudo omkder ហើយដក p មកដើម្បីឲ្យវានៅក្នុង root use server 1 server 2 server 3ហើយបន្ទាប់មកគឺយើងត្រូវដូរទៅលើowner ហើយនឹង group អញ្ចឹងទី1គឺយើងត្រូវ ch own អញ្ចឹងអានេះគឺជា owner អញ្ចឹង owner យើងនឹងដូរវាទៅកាន់ server data វិញដោយសារ server data គឺជាអ្នកmanage ទៅលើ mount អស់ហ្នឹងហើយសម្រាប់ group គឺ group data ដូចគ្នាហើយ destination គឺយើងយក mount server 1ហើយមួយទៀត server 2ហើយមួយទៀត server 3អញ្ចឹងពេលហ្នឹងយើងអាច ls ដក l ទៅក្នុង mount ហើយក្នុង mount អូខេអញ្ចឹងពេលហ្នឹង user មួយមានដូរមកកាន់ owner user នៅក្នុង group user group server data អញ្ចឹងទៅហើយបន្តមកការងារវាអស់ហើយចឹងកន្លែងនេះចឹងបន្តមកគឺយើងអាចmount ទៅលើserver មួយបានទី1គឺយើងមាន identity file ស្មើនឹង home ឬក៏ home directory របស់ server data ហើយឆ្លងកាត់ SSH ហើយយកចូលទៅ read ទៅក្នុង SV1 key ដើម្បី remote ទៅកាន់ server 1 2 3ដោយមិនចាំបាច់ប្រើទៅលើ password ហើយមួយទៀតគឺមាន option reconnect ហើយមាន option server align interval 15 វិនាទីអញ្ចឹងន័យថាវានឹង connect រៀងរាល់15វិនាទីម្ដងហើយមួយទៀតយើងមាន option server align count មិនអញ្ចឹង3ដងអញ្ចឹង15គុណនឹង3វាស្មើ45វិនាទីរវាង client connect ទៅកាន់ server ហើយយើងមានមួយទៀតគឺ strict host key checking ឲ្យវា accept ហើយបន្តមកយើងនឹង remote មកកាន់ SV1 server 1ហើយតាមរយៈ IP ហើយបន្តមកចូលមកកាន់ home directory នៅក្នុង server 1ហើយ folder data បន្តមកចូលមកកាន់ mount server 1ចង់ពេលហ្នឹងយើងអាចឆែកទៅលើ mount មែនអញ្ចឹងនេះគឺជាការ mount របស់យើងអញ្ចឹង server 1មាននឹង mount មកកាន់home directory របស់ server របស់ user server 1ដែលមាននៅក្នុង data នេះអញ្ចឹងទៅអញ្ចឹងយើងធ្វើដូចគ្នាចំពោះuser 2ហើយ3mission delay ឈប់កន្លែងនេះខុសដូរឡើងមួយទៀតអូខេ server 3ហើយ server 3ហើយ server 3អញ្ចឹងយើងអាចឆែកបានអ
ចឹងនេះគឺជាអ្វីដែលយើងមិនធ្វើគឺ mount folder គឺលើ mount server មួយនឹងមាននៅលើ home directory របស់ server មួយហ្នឹងចឹង server 1 server 2 server 3ចឹងបន្តមកដើម្បីតេស្តវា គឺយើងធ្វើចាក់ហ្នឹងចឹងនៅក្នុង server មួយនេះគឺមានប៉ុណ្ណឹងបន្ទាប់មកហើយចឹងយើងអាចតេស្តនៅក្នុង server មួយបានដោយសារមុនហ្នឹងគឺយើងនឹង mount folder mount នៅក្នុង folder server មួយវានឹង mount មកកាន់ folder data អញ្ចឹងយើងអាចតេស្តនៅក្នុង server មួយនឹងបានឥឡូវយើងចូលមកកាន់ server មួយមកហើយបន្តមកខ្ញុំនឹង ls អញ្ចឹងវាមានបែបនេះយើងមាន data ម្នាក់ៗចឹងទៅអញ្ចឹងយើងអាចនឹង tag លើ fs testing file ចឹងទៅអាចស្ទើរខុសអូខេអញ្ចឹងយើងដល់អញ្ចឹងនៅក្នុងនេះយើងបានបង្កើតហើយអញ្ចឹងយើងមកមើលនៅក្នុងនេះម្ដងអូខេអញ្ចឹងវានឹងមកដូចគ្នាមុនហ្នឹងគឺយើងមានតែfile ប៉ុណ្ណេះទេហើយអានេះគឺជា file ដែលយើងបានបញ្ចូលមកនៅក្នុង server មួយអញ្ចឹងប្រហែលថាយើងលុបនៅលើ task មួយនេះចោលចឹង task មួយនេះបានហើយនៅក្នុង server មួយចឹងនៅក្នុង server data ក៏វាត្រូវបានដែរអូខេបានដែរអញ្ចឹងការ mount ដែលយើងថតនៅលើ server data ហើយយើង mount ទៅលើ folder user server មួយហើយក៏យើងអាច transfer data បានដែរអញ្ចឹងការធ្វើទៅលើ SSFS គឺខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាលោកគ្រូ